ok បន្តមកទៀតមកបានន័យថាម៉េចបានន័យថាកម្ពុជាអូខេកម្ពុជាបានអំពាវនាវឲ្យភាគីខាងថៃដោះលែងខ្លួនឬក៏ដោះលែងនៅវីរៈកងទ័ពទាំង18នាក់ឲ្យបានលឿនជាទីបំផុតហើយនឹងអាលបានត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុវត្ថិភាពហើយនឹងស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិគណៈខ្ញុំគណៈអាត្មាសូមនមស្ការនឹងចម្រើនពរចំពោះគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាជាពិសេសគុណម្ចាស់បងប្អូនដែលជាអ្នកតាមដាននៅខាងផ្នែកព័ត៌មានទាក់ទងទៅនឹងថៃហើយនិងកម្ពុជាដោយកាលពីម្សិលមិញហ្នឹងគឺនាយករដ្ឋមន្ត្រីរបស់ថៃហ្នឹងបានចេញសារបានចេញសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹងការបញ្ឈប់នៅកិច្ចព្រមព្រៀងជាមួយនឹងកម្ពុជាផងហើយបាននិយាយផងដែរថានឹងមិនដោះលែងកងទ័ពកម្ពុជាមកវិញទេព្រោះត្រូវការសម្របសម្រួលហើយនឹងពន្យាពេលបន្តទៅមុខទៀតសិនដោយសារតែអាពួកកូនទាហានខ្វាក់ភ្នែករបស់ពួកវាកាលពីម្សិលមិញហ្នឹងគឺដើរជន់មីនហើយដាច់ជើងចំនួន2នាក់ហ្នឹងហើយអញ្ចឹងគឺពួកអាហ្នឹងខ្វាក់ភ្នែកទេវាអត់អីលេងវាដើរទៅជន់មីនលេងអញ្ចឹងណាហើយដល់ពេលដើរទៅជន់មីនលេងអញ្ចឹងទៅមេវានេះចាប់ផ្ដើមឡំប៉ាដាក់ពិភពលោកហើយរករឿងមកខាងកម្ពុជារបស់យើងនេះគឺជាអ្វីដែលពូចៅសៀមនឹងវាបានមានល្បិចវាមានកម្រងវាអុកលុកកម្ពុជាយើងមករហូតអញ្ចឹងណាអូខេតោះចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលកាសែតនឹងទាំងអស់គ្នាអញ្ចឹងកាសែតថ្ងៃនេះនិយាយពីកងទ័ពទាំង18នាក់វីរៈកងទ័ពទាំង18នាក់របស់កម្ពុជារបស់យើងណាអញ្ចឹងគឺនៅក្នុងចំណងជើងកាសែតដែលគេសរសេរធំនេះគឺថាអស់រយៈពេល105ថ្ងៃទៅហើយដែលកម្ពុជាបានអំពាវនាវឲ្យភាគីខាងថៃដោះលែងនៅទាហានទាំង18នាក់ណាពូអាស៊ីមវាប្រើពាក្យថាឆ្លើយសឹកប៉ុន្តែសម្រាប់កម្ពុជារបស់យើងមិនមែនជាឆ្លើយសឹកនោះទេពួកគាត់គឺជាវីរៈកងទ័ពរបស់យើងណាដែលត្រូវបានពួកវាចាប់ខ្លួនកាលពីកំឡុងពេលមានសង្គ្រាមរវាងជាមួយចៅសៀមហើយនឹងជាមួយនឹងព្រះរាជាណាចក្រកម្ពុជារបស់យើងណាចឹងសារជាថ្មីម្ដងទៀតបានន័យថាអស់រយៈពេល105ថ្ងៃទៅហើយដែលកម្ពុជាបានអំពាវនាវឲ្យភាគីខាងថៃដោះលែងនៅឆ្លើយសឹកទាំង18នាក់ហើយយើងអានឹងប្រែតាមថៃទៅបើប្រែតាមកម្ពុជារបស់យើងគឺដោះលែងនៅវីរៈកងទ័ពរបស់យើងទាំង18នាក់ឲ្យមកកាន់មាតុភូមិវិញអូខេបន្តមកទៀតមកចំណងជើងរងទី2គេដាក់ថាអស់រយៈពេល105ថ្ងៃទៅហើយដែលកម្ពុជាបានអំពាវនាវឲ្យភាគីខាងថៃដោះលែងនៅឆ្លើយសឹកទាំង18នាក់ហើយព្រមទាំងប្រាប់ថាខាងរាជរដ្ឋាភិបាលនឹងខិតខំធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីដោះស្រាយនៅគ្រប់យន្តការដើម្បីដោះស្រាយនៅគ្រប់វិធីសាស្ត្រឬក៏គ្រប់យន្តការហើយនឹងមិនបោះបង់នៅទាហានរបស់ពួកយើងចោលនោះទេមិនថាស្ថិតនៅក្នុងកលៈទេសៈណាក៏ដោយមិនថាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយស្ថានភាពបែបណាក៏ដោយអូខេបន្តមកទៀតចឹងគឺនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2025ទីភ្នាក់ងារសារព័ត៌មាន Fresh News ដែលជាសារព័ត៌មានអនឡាញរបស់ប្រជាជនកម្ពុជាបានរាយការណ៍ថានៅថ្ងៃនេះគឺជាថ្ងៃទី105ដែលមានការចាប់ខ្លួនវីរៈកងទ័ពរបស់កងទ័ពកម្ពុជាវីរៈបរោះរបស់កងទ័ពកម្ពុជាណាអញ្ចឹងគឺមានការចាប់ខ្លួនវីរៈបរោះរបស់កងទ័ពកម្ពុជាចំនួន18នាក់ហើយនឹងបានបញ្ជូនខ្លួនទៅឲ្យខាងថៃនឹងដាក់ឃុំខ្លួនណាហើយនឹងបានបញ្ជូនទៅឲ្យទាហានថៃណាទៅឲ្យយោធាថៃនៅឃុំខ្លួនអញ្ចឹងគឺពួកវាចូលមកដល់ទឹកដីរបស់យើងហើយវាមកធ្វើជារាប់អានយើងធ្វើជាល្អដូចយើងទៅសុំថតរូបចាប់ដៃជាមួយយើងទៅហើយវាក៏ឆ្លៀតឱកាសពេលហ្នឹងឲ្យទាហានរបស់វាហ្នឹងចូលមកចាប់ពួកខ្មែរយើងវីរៈបរោះវីរៈកងទ័ពខ្មែរយើងទាំង18នាក់ហ្នឹងទៅឃុំខ្លួនគឺពួកអាខូចវាតែប៉ុណ្ណឹងអូខេបន្តមកទៀតមកបានន័យថាម៉េចបានន័យថាកម្ពុជាអូខេកម្ពុជាបានអំពាវនាវឲ្យភាគីខាងថៃដោះលែងខ្លួនឬក៏ដោះលែងនៅវីរៈកងទ័ពទាំង18នាក់ឲ្យបានលឿនជាទីបំផុត
ហើយនឹងអាលបានត្រឡប់មកជួបជុំគ្រួសារវិញប្រកបដោយសុវត្ថិភាពហើយនឹងស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិចឹងគឺខាងកម្ពុជាយើងប្រឹងប្រែងណាស់ដែរ តែពួកវាមិនព្រមសោះមិនដឹងថាវាមានល្បិចមានកលអីដើម្បីយកខ្លួនទាហានកម្ពុជារបស់យើងយកទៅធ្វើអីនោះទេមិនដឹងថាវាចង់បានធ្នូនឹងអីទេប៉ុន្តែកាលពីម្សិលមិញមេតបអតីតមេតបណាអាតាប៊ុនស៊ីនផាកក្លាងហ្នឹងគាត់បាននិយាយថាទុកទាហានខ្មែរទាំង18នាក់ធ្វើអីនាំតែបង្ហិនលុយថ្លៃមើលថែគឺជាសម្ដីដែលអាតាបាត់ឃ្លៀងនិយាយកាលពីម្សិលមិញណាអញ្ចឹងបងប្អូនអាចទៅរកមើលវីដេអូហ្នឹងបានណាអញ្ចឹងយើងបន្តមកទៀតមកគេថាម៉េចគេថាសូមជម្រាបថាណាប្រូតសាបថាណាបានន័យថាសូមជ្រាបថាអញ្ចឹងក៏បានដែរសូមជ្រាបថារាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការយ៉ាងសស័កសស្រាំដើម្បីដោះស្រាយនៅគ្រប់យន្តការចំពោះរឿងក្តីនេះដើម្បីឲ្យភាគីខាងថៃដោះលែងនៅទាហានទាំង18នាក់ឲ្យបានលឿនជាទីបំផុតហើយនឹងប្រកបដោយសុវត្ថិភាពរាជរដ្ឋាភិបាលក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាក៏ដូចជាកងយុទ្ធពលខេមរៈភូមិន្ទកងយុទ្ធពលខេមរៈភូមិន្ទនឹងមិនបោះបង់ចោលនៅកងកម្លាំងណាមួយរបស់យើងនោះទេមិនថាស្ថិតនៅក្នុងស្ថានភាពឬក៏មិនថាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយនេះគឺជាសម្ដីរបស់ខាងកម្ពុជារបស់យើងដែលយើងបានថ្លែងហើយពូអាសៀមនេះវាយកទៅចុះនៅក្នុងកាសែតរបស់វាចុះជាភាសាថៃអញ្ចឹងទៅហើយខ្ញុំគណិតថ្មីក៏ដកស្រង់ចេញមកដូចគ្នាហ្នឹងហើយអញ្ចឹងគឺនេះគឺជាអ្វីដែលខាងភាគីខាងកម្ពុជារបស់យើងបានខិតខំប្រឹងប្រែងដើម្បីឲ្យពូអាសៀមហ្នឹងវាដោះលែងនៅទាហានខ្មែររបស់យើងមកវិញប៉ុន្តែវាអត់ព្រមដោះលែងនោះទេវាអត់ព្រមដោះលែងនោះទេដោយវាយកលេសកាលពីម្សិលមិញហ្នឹងគឺពូទាហានកូនទាហានឈួតកូនទាហានខ្វាក់ភ្នែករបស់វាហ្នឹងបានដើរទៅជន់មីនអញ្ចឹងណាហើយវាក៏ប្រកាសបញ្ឈប់នៅកិច្ចចរចាសន្តិភាពកិច្ចព្រមព្រៀងសន្តិភាពក៏ដូចជាប្រកាសមិនបកលនៅកងទ័ពនឹងមកឲ្យខាងកម្ពុជាយើងវិញនេះគឺសម្ដីរបស់នាយករដ្ឋមន្ត្រីអនុទីនដែលគាត់បាននិយាយនឹងអញ្ចឹងគឺពិបាកដែរគឺមិនដឹងថាគាត់បន្តអំណាចបានប្រហែលរដូវកាលទៀតទេមិនដឹងបានប្រហែលខែទៀតទេអញ្ចឹងយើងចាំមើលបន្តទៀតអូខេអញ្ចឹងគឺកាសែតនេះគឺមានតែប៉ុណ្្នឹងគុណចាំបងប្អូនទាំងអស់គ្នាអញ្ចឹងគឺយើងសង្ឃឹមថាទាហានទាំង18នាក់វីរៈកងទ័ពទាំង18នាក់របស់កម្ពុជារបស់យើងនឹងបានវិលត្រឡប់មកកាន់មាតុភូមិវិញយ៉ាងឆាប់រហ័សហើយប្រកបដោយសុវត្ថិភាពហើយហ្នឹងហើយមានតែជូនពរឲ្យពួកគាត់សុខភាពល្អហើយនឹងសំណាងល្អកុំឲ្យពូអាសៀមនឹងវាធ្វើទុកបុកម្នេញខ្លាំងពេកអញ្ចឹងណាអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងអញ្ចឹងខ្ញុំគណៈអាត្មាសូមអរគុណនិងអរគុណសម្រាប់ការតាមដានហើយនឹងសូមនមស្ការលាចម្រើនពរលា